จัดวิเชียร์ក្នុងការវិនិយោគភាគហ៊ុន เรียบสัวไงในยมเรียนประเทศบัตรใหม่มวยเตะตรงจมวยหนึ่งเจ็ดวิเชียក្នុងការវិនិយោគភាគហ៊ុនការវិនិយោគភាគហ៊ុនគឺតែងតែមានឧបសគ្គដូចជាបញ្ហាសង្គ្រាមអតិផរណាលុយការកើនឡើងឬការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិឬសេដ្ឋកិច្ចពិភពលោកប៉ុន្តែបញ្ហាទាំងអស់នោះមិនមែនជាបញ្ហាសំខាន់បំផុតនោះទេបញ្ហាសំខាន់មួយទៀតគឺតេតងជាមួយនឹងការគិតការគ្រប់គ្រងអារម្មណ៍របស់អ្នកវិនិយោគដូច្នេះហើយថ្ងៃនេះខ្ញុំសូមលើកតេតងជាមួយនឹងចិត្តវិទ្យាសំខាន់ដែលជាឧបសគ្គសម្រាប់ការវិនិយោគភាគហ៊ុនចិត្តវិទ្យាទី1ហ្នឹងគឺវិនិយោគឬវិនិយោគិនមានអំណួតលើខ្លួនឯងខ្លាំងពេកគឺវិនិយោគិនមួយចំនួនគាត់មានអារម្មណ៍ថាខ្លួនគាត់ហ្នឹងគឺមានចំណេះដឹងគ្រប់គ្រាន់ឬមានចំណេះដឹងលើសវិនិយោគិនដទៃឬគេហៅថាប្រកែលើសអ្នកដទៃដូច្នេះហើយការដែលគាត់ចូលទៅវិនិយោគនៅក្នុងភាគហ៊ុនហ្នឹងគាត់មិនសូវមានការប្រុងប្រយ័ត្នប៉ុន្មានទេហើយគាត់គិតថាការសម្រេចចិត្តរបស់គាត់គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវគ្រប់បែបយ៉ាងចំណុចនឹងហើយគឺជាគ្រោះថ្នាក់សំខាន់មែនទែននៅក្នុងការវិនិយោគភាគហ៊ុនព្រោះអីការវិនិយោគភាគហ៊ុនទាមទារឲ្យយើងនឹងសិក្សារៀនសូត្រពីអ្វីដែលថ្មីជារៀងរហូតចិត្តវិទ្យាទី2ហ្នឹងអ្នកវិនិយោគឬក៏វិនិយោគិនហ្នឹងគាត់មានប្រតិកម្មខ្លាំងពេកឧទាហរណ៍ថាមានហេតុការណ៍ល្អឬក៏ព័ត៌មានល្អគាត់គិតថាភាគហ៊ុនហ្នឹងប្រកាសជាឡើងអញ្ចឹងហើយគាត់សម្រកទិញភាគហ៊ុនទុយទៅវិញបើមានហេតុការណ៍អាក្រក់ណាមួយឬមានព័ត៌មានអាក្រក់ណាមួយទាក់ទងជាមួយនឹងភាគហ៊ុនគាត់ក៏ប្រញាប់ប្រញាល់ធ្វើការលក់ភាគហ៊ុនទាំងដែលមូលដ្ឋានគ្រឹះរបស់ភាគហ៊ុនជាក់ស្ដែងហ្នឹងគឺមិនមានការប្រែប្រួលអ្វីនោះទេចិត្តវិទ្យាទី3អ្នកវិនិយោគគឺមិនសូវទទួលគិលថាខ្លួនឯងហ្នឹងមានការសម្រេចចិត្តខុសពេលដែលភាគហ៊ុនមានការកើនឡើងតិចតួចវិនិយោគិនហ្នឹងគាត់ប្រញាប់ក្នុងការលក់ភាគហ៊ុនដើម្បីយកកម្រៃអញ្ចឹងគាត់គិតថាការសម្រេចចិត្តរបស់គាត់ហ្នឹងគឺត្រឹមត្រូវហើយដែលគាត់លក់ភាគហ៊ុនហ្នឹងដើម្បីទទួលបានកម្រៃប៉ុន្តែគាត់មិនបានគិតថាដោយសារមូលដ្ឋានល្អឬក៏ដោយសារការកើនឡើងនៃទំហំរបស់ភាគហ៊ុនណាមួយនោះធ្វើឲ្យតម្លៃរបស់ភាគហ៊ុនមានការកើនឡើងខ្លាំងហើយមានថ្ងៃត្រឡប់មកចុះមកវិញប៉ុន្តែគិតថាការដែលគិតសម្រេចចិត្តហ្នឹងគឺត្រឹមត្រូវហើយពេលខ្លះគិតហ៊ុនធ្លាក់តិចតួចគិតលក់ចាញ់ទាំងដែលមូលដ្ឋានរបស់ក្រុមហ៊ុនហ្នឹងគឺមិនមានការប្រែប្រួលអ្វីនោះទេហើយគិតថាការសម្រេចចិត្តរបស់គិតហ្នឹងគឺពិតជាត្រឹមត្រូវនិយាយទៅគិតលំអៀងទៅខាងខ្លួនឯងខ្លាំងពេកចិត្តវិទ្យាទី4គឺវិនិយោគិនគិតថាខ្លួនឯងមានតិចនិចអាចប៉ាន់ស្មានតម្លៃភាគហ៊ុនបានត្រូវអ្នកវិនិយោគប្រភេទនេះក៏តែងតែមានទំនុកចិត្តលើខ្លួនឯងហើយគិតថាខ្លួនឯងអាចប៉ាន់ស្មានតម្លៃភាគហ៊ុនថាអាចឡើងឬក៏អាចចុះដល់ចំណុចនេះចំណុចនោះប៉ុន្តែជាក់ស្ដែងតម្លៃភាគហ៊ុននៅក្នុងផ្សារភាគហ៊ុនហ្នឹងគឺមិនមាននរណាអាចប៉ាន់ស្មានបាននោះទេជួនកាលយើងគិតថាវានឹងឡើងប៉ុន្តែវាបែរទៅជាធ្លាក់ចុះក៏អាចថាបានដូច្នេះហើយគឺមាននរណាអាចប៉ាន់ស្មានបាននោះទេថាតម្លៃភាគហ៊ុននឹងឡើងឬក៏នឹងចុះនៅពេលខាងមុខចិត្តវិទ្យាចុងក្រោយគឺតេតងជាមួយនឹងការគ្រប់គ្រងអារម្មណ៍គឺអ្នកវិនិយោគដែលជោគជ័យគឺជាអ្នកវិនិយោគដែលមានអារម្មណ៍នឹងធឹងមានន័យថាគាត់មិនងាយមានការប្រែប្រួលទៅតាមព័ត៌មានក្នុងផ្សារភាគហ៊ុនឬក៏ព័ត៌មានសេដ្ឋកិច្ចប៉ុន្មាននោះទេគាត់មើលព័ត៌មានដែរប៉ុន្តែការអានការមើលរបស់គាត់នឹងគឺដើម្បីយកមកពិចារណាសិក្សាបន្ថែមមិនមែនមើលដើម្បីមកសម្រេចចិត្តថាធ្វើការទិញឬក៏លក់ភាគហ៊ុននោះទេដូច្នេះហើយគឺអ្នកវិនិយោគមួយចំនួនដែលខ្វះការគ្រប់គ្រងអារម្មណ៍មានព័ត៌មានប្រែប្រួលបន្តិចតួចគាត់ក៏ចាប់ដើមទិញលក់ភាគហ៊ុនទៅតាមព័ត៌មានអស់ហ្នឹងអញ្ចឹងហើយអានឹងហើយគឺជាគ្រោះថ្នាក់សំខាន់មែនទែនយើងសង្កេតឃើញថាអ្នកដែលគាត់ជោគជ័យនៅក្នុងការវិនិយោគឧទាហរណ៍ដូចជា Warren Buffett គឺគាត់មានអារម្មណ៍មួយនឹងធឹងមែនទែនហើយគាត់មិនងាយនឹងទិញលក់ភាគហ៊ុនផ្ដេសផ្ដាសនោះទេហើយមានការគ្រប់គ្រងអារម្មណ៍បានល្អហើយវិនិយោគិនដែលគាត់មានអារម្មណ៍នឹងធឹងគាត់មិនងាយនឹងធ្វើការទិញលក់ភាគហ៊ុនផ្ដេសផ្ដាសនោះទេអានេះតេតងជាមួយនឹងការគ្រប់គ្រងអារម្មណ៍ឬការគ្រប់គ្រងចិត្តរបស់គាត់នោះឯងដូច្នេះហើយអ្នកខ្លះគិតថាវាមិនជារឿងសំខាន់ទេការដែលសំខាន់គឺទើបតែចេះមើលក្រាបមើលអីទៅទទួលបានជោគជ័យនៅក្នុងការវិនិយោគប៉ុន្តែគាត់តែងតែមើលរំលងនៅចំណុចទាំងអស់នេះនៅការគ្រប់គ្រងអារម្មណ៍ឬចិត្តរបស់គាត់នឹងឯងជាចុងក្រោយខ្ញុំគិតថាចិត្តវិទ្យាទាំងប្រមាណចំណុចខាងលើនេះគឺជារឿងដែលសំខាន់សម្រាប់អ្នកដែលវិនិយោគព្រោះអីពេលខ្លះការដែលយើងអាចចេះមើលក្រាបតែមួយមុខឬក៏ការដែលយើងសម្រេចចិត្តទិញឬលក់ភាគហ៊ុនគឺអ្នកដែលជោគជ័យនៅក្នុងផ្សារភាគហ៊ុនគឺជាអ្នកដែលអាចនៅមានន័យថាវិនិយោគនៅក្នុងភាគហ៊ុននឹងបានរយៈពេលវែងភាគហ៊ុនគឺផ្ដល់រង្វាន់ដល់អ្នកដែលអាចនៅជាមួយនឹងសារបានយូរមិនមែនចូលទៅដើម្បីធ្វើកម្រៃត្រឹមតែ1ខែ2ខែឬ1ឆ្នាំ2ឆ្នាំទទួលបានផលកម្រៃមហាសាលនោះទេ